ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកតាមដានរឿង Hunter x Hunter បន្តទៀតនៅពេលនេះការលក់ដេញថ្លៃថ្ងៃទី1បានចាប់ផ្ដើមនៅពេលហ្នឹង Kurapika ហើយនិង Melody នៅចាំយាមនៅខាងក្រៅចំណែកការដេញថ្លៃទិញរបស់ដែលពួកគេចង់បានមានក្រុមអង្គរៈ3នាក់ទៀតចូលទៅដេញអ្នកដែលបានចូលរួមដេញថ្លៃនៅលើកហ្នឹងមើលទៅសុទ្ធតែជាក្រុមសង្គមងងឹតបន្ទាប់មកនៅពេលចាប់ផ្ដើមកម្មវិធីពិធីករដែលបានឡើងទៅនិយាយលើឆាកគឺជាសមាជិករបស់ក្រុម Phantom Troop ចំនួន2នាក់ហើយគ្រាន់តែម្នាក់មេតូចនិយាយបានតែ2-3ម៉ាត់អ្នកមេធំក៏បើកចុងម្រាមដៃទាំង10របស់គាត់បាញ់រះទៅកាន់វងមនុស្សនៅក្នុងសាលនឹងទាំងអស់តែម្ដងការបាញ់ប្រហារនៅពេលនោះគ្មាននរណារត់រួចទេសូម្បីតែអង្គរៈ3នាក់ដែលចូលរួមទៅដេញថ្លៃនៅពេលហ្នឹងក៏ត្រូវបានក្រុម Phantom Troop សម្លាប់ចោលផងដែរម្នាក់កាន់ម៉ាស៊ីនបូមធូលីដីហ្នឹងម្នាក់ហ្នឹងមានឈ្មោះថា Shizuku ហើយម៉ាស៊ីនបូមរបស់នាងមិនមែនសម្រាប់បូមធូលីទេគឺបូមឈាមនិងសាកសពមនុស្សតែម្ដងទម្រាំកូនចៅរបស់ក្រុម Mafia មកដល់ក្រុម Phantom Troop បានដកខ្លួនចេញពីទីនោះបាត់ទៅហើយនៅពេលនេះស្ថានភាពកំពុងតែចលាចលដោយសារតែបាត់ភ្ញៀវអស់រលីងមិនដឹងថាទៅណាតាមទៅមើលក្រុម Phantom Troop នៅពេលនេះពួកគេកំពុងតែជិះបាល់លូនហោះចាក់ចេញពីទីនោះយ៉ាងស្ងាត់ហើយបើស្ដាប់តាមរបាយការណ៍ពួកគេរាយការណ៍ទៅកាន់ Crollo ដែលជាមេរបស់ពួកគេគឺពួកគេអត់មានប្លន់បានអីទេដោយសារតែរបស់ដែលគេត្រូវដាក់លក់ដេញថ្លៃត្រូវបានអ្នកណាមិនដឹងទេប្រមូលចេញពីឃ្លាំងតាំងពីមុនពេលដែលពួកគេទៅដល់ម្លេះគ្រាន់តែឮអញ្ចឹង Crollo ដឹងភ្លាមថាអ្នកដែលដឹងផែនការរបស់ពួកគាត់មានតែប្រធានសមាគមរបស់ក្រុម Mafia ទាំង10ដែលគេហៅថា Tendon បន្ទាប់មកក្រុម Mafia បានឃើញបាល់លូនហោះនៅលើមេឃក៏នាំគ្នាដេញតាមចំណែកក្រុមអង្គរៈរបស់ Kurapika ក៏ដេញតាមផងដែរដើម្បីយកវត្ថុដែលពួកគេចង់បានក្រោយមកមិនយូរប៉ុន្មានក្រុម Mafia បានបាញ់បាល់លូនរបស់ក្រុម Phantom Troop ធ្លាក់ដល់ដីវិញប៉ុន្តែអ្នកដែលជិះនៅលើនោះអត់មានអ្នកណាគេម្នាក់មានគ្រោះថ្នាក់នោះទេបន្ទាប់មកសមាជិកក្រុម Phantom Troop ម្នាក់ឈ្មោះ Overkin បានចុះទៅប្រឈមមុខជាមួយនឹងក្រុម Mafia ដែលមានកាំភ្លើងគ្រប់ដៃអត់មានខ្លាចអីបន្តិចភ្លាមៗនោះក៏ត្រូវបានក្រុម Mafia យកកាំភ្លើងបាញ់ក្បាលប៉ាំងប៉ុន្តែមិនគួរជឿសោះគាត់អាចខំគ្របកាំភ្លើងជាប់ហើយវាយបកទៅវិញយ៉ាងសាហាវក្រោយមកទៀតមាន Snapper ម្នាក់បាន snap ពីចម្ងាយចំក្បាលតែម្ដងតែគួរឲ្យភ្ញាក់បានណាស់ Overkin អត់អីទេថែមទាំងរើសដុំថ្មមួយដុំគប់ទៅសម្រាប់ Snapper នឹងវិញត្រង់ខ្លាំងណាស់បន្ទាប់មកមានក្រុម Mafia មួយក្រុមទៀតបានមកដល់ហើយនៅលើកនេះគេប្រើកាំភ្លើង B វិញម្ដងការបាញ់នៅលើនោះក៏នៅតែមិនអាចធ្វើអី Overkin បានដែរដោយសារតែ Overkin បានប្រើ Aura យ៉ាងច្រើនទៅទប់ហេតុការណ៍នឹងក្រុមរបស់ Kurapika មើលឃើញទាំងអស់នៅពេលនេះ Kurapika ដឹងហើយថាសមាជិកក្រុម Phantom Troop ម្នាក់ខ្លាំងប៉ុណ្ណាបន្ទាប់មកស្រាប់តែមានមនុស្សរូបរាងចម្លែក4នាក់បានទៅដល់ទីនោះដែលក្រុមនឹងមានឈ្មោះថា Shadow Beast ជាក្រុមពិសេសដែលសមាជិកក្រុម Mafia Tendon បានបញ្ជូនមកចាត់ការក្រុម Phantom Troop ក្រុមនឹងមានរូបរាងដូចបិសាចអញ្ចឹងប៉ុន្តែពួកគេជាមនុស្សទេគ្រាន់តែពួកគេចេះប្រើណែនកែរូបរាងឲ្យស័ក្តិសមទៅនឹងសមត្ថភាពពិសេសរបស់ពួកគេបន្ទាប់មកក្រុម Shadow Beast នឹងអត់រវល់ជាមួយនឹងក្រុមរបស់ Kurapika ទេក៏ដើរសម្ដៅទៅចាត់ការក្រុម Phantom Troop តែម្ដងហើយនៅពេលនោះ Overkin ក៏ដឹងខ្លួនដែរប៉ុន្តែ Overkin ពិតជាខ្លាំងណាស់បានប្រាប់គ្នារបស់គាត់ឲ្យនៅស្ងៀមទុកឲ្យគាត់ទប់ទល់តែម្នាក់ឯងចាប់ផ្ដើមឡើង Overkin បានសម្លុតសួរក្រុម Shadow Beast ថាតើពួកគេបានយករបស់ទាំងអស់ដែលគេយកមកដាក់លក់ដេញថ្លៃទៅលាក់ទុកនៅណានៅពេលនេះសមាជិកក្រុម Shadow Beast ម្នាក់ដែលមានឈ្មោះថា Chalin បានជ្រែកដីទៅដាល់ Overkin ម្ដាយប្រាវតែគួរឲ្យហួសចិត្តណាស់បែរជាឈឺដៃខ្លួនឯងទៅវិញហើយអត់ចាំយូរនោះទេ Overkin បានសងទាំងការទាំងដើមម្ដាយឡើងផុងថ្ពាល់ប៉ុណ្ណឹងហើយ Chalin នៅតែមិនព្រមចុះចាញ់ទៀតនៅតែចាប់ដៃរបស់ Overkin អូសចូលទៅក្នុងដីឲ្យជាប់ដើម្បីឲ្យគ្នារបស់គេទៅចាត់ការ Overkin ចោលក្នុងស្ថានភាពបែបហ្នឹងហើយក្រុម Phantom Troop ផ្សេងទៀតនៅតែអត់ខ្វល់សោះនាំគ្នាអង្គុយលេងបៀធ្វើតែមិនដឹងដោយសារតែពួកគេដឹងថា Overkin អាចទប់ទល់រួចកន្លែងមកមើល Overkin វិញគាត់បានប្រើតិចនិចរបស់គាត់មួយដែលគេហៅថា Big Bang Impact ប្រមូល Aura ដាក់ចូលក្នុងកណ្ដាប់ដៃគាត់ហើយវាចូលទៅក្នុងដីផ្ទុះយ៉ាងសាហាវការវិញនៅលើកនោះបានធ្វើឲ្យដីខ្ទេចខូចយ៉ាងធំចំណែក Chalin វិញបានខ្ទេចសាកសពអស់នៅសល់តែដើមខាងតែប៉ុណ្ណោះនៅពេលនឹងផងដែរ Kurapika ក៏បានឆ្លងមើលឃើញថានៅក្រៅខ្នងរបស់ Overkin មានរូបពីងពាងលេខ11ហើយរាល់លើកនៅពេលដែល Kurapika ឃើញរូបពីងពាងហ្នឹងអារម្មណ៍របស់គាត់ពុះកញ្ជ្រោលយ៉ាងខ្លាំងការប្រយុទ្ធបន្ទាប់ទៀតក្រុម Shadow Beast ទាំងប៉ុន្មានបានសម្រុកចូលទៅវាយប្រហារ Overkin ក្នុងពេលតែមួយតែម្ដងសមត្ថភាពពិសេសរបស់ក្រុម Shadow Beast ហ្នឹងមានម្នាក់ចេះបដូរម្ជុលចេញពីខ្លួនដូចសត្វកម្ពមាទៅចាក់ដៃ Overkin ធ្វើឲ្យរាងកាយរបស់គាត់មានអារម្មណ៍ថាស្ពឹកពិបាកកម្រើចំណែកម្នាក់ទៀតមានថ្មិញដោយរណាអញ្ចឹងបានឆ្មក់ទៅខាងរាងកាយរបស់ Overkin ធ្វើឲ្យគាត់មានរបួសជាច្រើនកន្លែងអ្នកទី3មានឈ្មោះថាឆ្លើងសមត្ថភាពពិសេសរបស់គាត់គឺទាមហើយនឹងបញ្ចូលកូនឆ្លើងទៅក្នុងរាងកាយរបស់ Overkin ដើម្បីវាយប្រហារគ្រឿងក្នុងរបស់គាត់តែម្ដងនៅពេលហ្នឹង Overkin ពិតជាកាចណាស់បានខាំអាឆ្លើងហ្នឹងដាច់ក្បាលអស់មួយចំហៀងរួចហើយផ្លុំឆ្អឹងរលាក្បាលអាឆ្លើងហ្នឹងទៅទម្លុះក្បាលរបស់អាថ្មីរណាចំណែកអាកម្មប្រមាវិញគាត់បានប្រើសម្លេងយ៉ាងខ្លាំងស្រែកបំបីក្តារកជាហើយនឹងកំទេចសរសៃខួរក្បាលចោលតែម្ដងទៅលេខទៅមើល Kurapika វិញនៅពេលនេះគាត់ទប់ចិត្តលេងបានហើយគាត់ចង់ចូលទៅប្រយុទ្ធជាមួយក្រុម Phantom Troop ទាំងកម្រើលទោះបីជាមេរបស់គាត់ចង់ខាត់ក៏គាត់អត់ស្ដាប់ដែរសំណាងល្អ Melody ចេះផ្លុំខ្លុយជួយរំងាប់អារម្មណ៍របស់គាត់មកវិញបាន
ក្រោយពេលបានស្ងប់អារម្មណ៍ហើយគូរ៉ាវីកាបានទៅអរគុណមេឡូឌីប៉ុន្តែគាត់អត់បោះបង់ចោលគំនិតរបស់គាត់នោះទេគាត់ប្រាប់មេរបស់គាត់ថាគាត់មានវិធីអាចចាប់អូវ៉ាហ្គីនបានងាកមើលអូវ៉ាហ្គីនវិញនៅពេលនេះរាងកាយរបស់គាត់មានពឹសហើយមានកូនឆ្លើងទៀតពេលនេះគាត់ត្រូវការជំនួយពីគ្នារបស់គាត់ប៉ុន្តែគេមិនទាន់បានជួយគាត់ផងស្រាប់តែមានចង្វាក់មួយធ្លាក់មកពីលើមេឃមកចាប់គាត់យកទៅបាត់寮で見破られるか針に気づかれない限りどこまででも追跡できるអ្នកដែលបានចាប់អូវ៉ាហ្គីននៅពេលនោះគឺកូរ៉ាពីកាហើយតិចនិចដែលកូរ៉ាពីកាប្រើសម្រាប់ចាប់អូវ៉ាហ្គីននៅពេលនោះគេហៅថា chain gel ក៏ប្រែជាភាសាខ្មែរគេហៅថាគុកច្រវាក់តិចនិចមួយនេះកូរ៉ាពីកាប្រើច្រវាក់នៅដៃកណ្ដាលរបស់គាត់ហើយគាត់បានស្បត់ជាមួយនឹងខ្លួនឯងថាបើសិនជាគាត់ប្រើតិចនិចនេះទៅចាប់អ្នកផ្សេងក្រៅពីក្រុម Phantom Troop នោះគាត់ខ្លួនឯងនឹងត្រូវស្លាប់ភ្លាមចំណែកអូវ៉ាហ្គីនវិញពេលជាប់ chain gel របស់កូរ៉ាពីកាអញ្ចឹងគាត់មិនអាចប្រើនិនរើខ្លួនបានឡើយក្រោយមកមិនយូរប៉ុន្មានក្រុម Phantom Troop បានជិះឡានតាមមកពីក្រោយពួកគេប៉ុន្តែតាមមិនទាន់ទេដោយសារតែនៅពេលនោះមានមនុស្សម្នាក់បានប្រើតិចនិចពិសេសមួយដែលគេហៅថា Fan Claws ប្រើកណាត់ទៅខ្ចប់ឡានរបស់ពួកគេរួចហើយបង្រួមខ្ចប់នោះយ៉ាងតូចប៉ុនបាតដៃតែប៉ុណ្ណោះនៅពេលនោះសមាជិកក្រុម Phantom Troop មួយចំនួនបានលុតគេចចេញពីឡានតន់នៅសល់តែម្នាក់ដែលមានឈ្មោះថា Nobunaga ដែលគេចអត់រួចដោយសារតែមុននឹងគាត់អង្គុយនៅចំកណ្ដាលអ្នកដែលវាយប្រហារក្រុម Phantom Troop នៅពេលនោះមានឈ្មោះថាទីតុយគឺជាសមាជិកម្នាក់ទៀតរបស់ក្រុម Shadow Beast ហើយបន្តិចក្រោយមកក្រុម Shadow Beast ដែលនៅសេសសល់ចំនួន5នាក់ផ្សេងទៀតក៏បានបង្ហាញខ្លួននៅទីនោះផងដែរប៉ុន្តែមិនដឹងថាពួកគេមកធ្វើអីទេមិនយូរប៉ុន្មានពួកគេត្រូវបានក្រុម Phantom Troop សម្លាប់ចោលទាំងអស់លើកលែងតែម្នាក់ដែលមានឈ្មោះថាទីតុយម្នាក់គត់ពួកគេទុកជីវិតឲ្យម្នាក់ឈ្មោះទីតុយនោះដោយសារតែគាត់មានផលប្រយោជន៍សម្រាប់ពួកគេតាមទៅមើលក្រុមរបស់កូរ៉ាពីកាវិញនៅពេលនេះពួកគេកំពុងតែសួរចម្លើយអូវ៉ាហ្គីនហើយដោយសារតែអូវ៉ាហ្គីនឆ្លើយពេកអត់ព្រមឆ្លើយជាមួយនឹងសំណួររបស់គេមេអង្គរៈឈ្មោះដាសូលីនក៏ចាក់គាត់មួយដាវប៉ុន្តែគាត់ភ្ញាក់ផ្អើលណាស់ចាក់គាត់អត់មកទេបែរជាបាក់ដាវទៅវិញមូលហេតុគឺដោយសារអូវ៉ាហ្គីននៅមានកម្លាំងចិត្តខ្លាំងអាចប្រើអូរ៉ាជួយការពារខ្លួនបានក្រោយមកអូវ៉ាហ្គីនខ្ជិលទៅប៉ែនឹងពួកគេច្រើនក៏និយាយតាមត្រង់ថារបស់របរអត់នៅជាមួយនឹងក្រុមរបស់គាត់ទេថ្ងៃនោះនៅពេលដែលក្រុមរបស់គាត់ទៅដល់កន្លែងដេញថ្លៃគេបានប្រមូលរបស់របរចេញពីឃ្លាំងបាត់អស់ហើយចម្លើយរបស់អូវ៉ាហ្គីននៅពេលនោះមេឡូឌីស្ដាប់ដឹងថាគាត់និយាយការពិតមានន័យថាពួកគេចាប់ចម្រិតអូវ៉ាហ្គីនមកពេលនេះគឺខុសហើយនៅពេលនោះអូវ៉ាហ្គីនបានដាក់លក្ខខណ្ឌមួយជាមួយនឹងពួកគេថាបើសិនជាព្រមដោះលែងគាត់ឥឡូវគាត់នឹងទុកជីវិតឲ្យលើអញ្ចឹងម្នាក់ក៏បានគិតពិចារណាដែរតែកូរ៉ាពីកាបានសួរអូវ៉ាហ្គីនថាចុះភ្ញៀវដែលទៅចូលរួមដេញថ្លៃបាត់ទៅណាអស់ហើយអូវ៉ាហ្គីនក៏ឆ្លើយយ៉ាងផុយថាពួកគេស្លាប់អស់ហើយលើអញ្ចឹងកូរ៉ាពីកាខាងខ្លាំងណាស់ក៏វាយអូវ៉ាហ្គីនមកដៃឡើងឈាមច្រមុះដោយសារតែក្នុងចំណោមភ្ញៀវនៅទីនោះក៏មានគ្នារបស់គាត់3នាក់ផងដែរបន្ទាប់មកដោយសារតែទុកអូវ៉ាហ្គីនក៏អត់ប្រយោជន៍ដាសូលីនក៏សម្រេចចិត្តថាបកគោលគាត់ឲ្យទៅសមាគមក្រុម Mafia កាត់ទៅមើលក្រុម Phantom Troop វិញនៅពេលនេះពួកគេបានទទួលរបស់របរអស់ហើយគឺ Mr. Tito ដែលជាអ្នកយកទៅលាក់នៅក្នុងថង់របស់គាត់ហើយដោយសារតែមិនដឹងថាត្រូវធ្វើអី Hisoka ក៏សុំ Crollo ចេញទៅក្រៅដើម្បីជួបមនុស្សម្នាក់អ្នកដែល Hisoka ចេញទៅជួបនៅពេលនោះគឺ Kurapika ការដែលគាត់ចង់ជួបជាមួយនឹង Kurapika គឺដើម្បីសហការគ្នាជាមួយនឹង Kurapika បណ្ដោះអាសន្នរួមដៃគ្នាចាត់ការក្រុម Phantom Troop គោលដៅធំរបស់ Hisoka អត់មានអីពិបាកយល់ទេគឺគាត់ចង់ប្រយុទ្ធជាមួយនឹង Crollo ដែលជាមេធំរបស់ក្រុម Phantom Troop គាត់និយាយថាគ្រាន់តែនឹកឃើញប្រយុទ្ធជាមួយនឹងអ្នកខ្លាំងដូច Crollo ធ្វើឲ្យគាត់មានអារម្មណ៍ថាស្រាប់ស្រាលណាស់ゾクゾクするんだよ団長と戦うことを想像するとត្រឡប់ទៅមើលដាសូលីនបន្តិចគាត់បានតាក់ទងទៅសមាគម Mafia ប្រាប់ឲ្យពួកគេមកទទួលយកអូវ៉ាហ្គីនទៅការសន្ទនាគ្នាតាមទូរស័ព្ទរវាងដាសូលីននិងសមាគមក្រុម Mafia នៅពេលនោះសមាជិកម្នាក់របស់ក្រុម Phantom Troop ឈ្មោះ Solnax លួចស្ដាប់ដឹងទាំងអស់ក្រោយមកមិនយូរប៉ុន្មានក្រុម Mafia បានបញ្ជូនគ្នាទៅជួបដាសូលីនដើម្បីទទួលយកអូវ៉ាហ្គីនតាមពិតទៅក្រុម Mafia អស់នោះគឺក្រុម Phantom Troop ជាអ្នកបន្លំខ្លួនសោះហើយនៅពេលនោះពួកគេបានសម្លាប់ដាសូលីនចោលរួចជួយដោះលែងអូវ៉ាហ្គីនវិញក្រោយពីបានរួចខ្លួនភ្លាមអូវ៉ាហ្គីនបានស្រែកយ៉ាងខ្លាំងដោយសារតែខឹងពេកសម្លេងរបស់គាត់នៅពេលនោះលឺខ្លាំងណាស់ធ្វើឲ្យដឹងដល់ក្រុមអង្គរៈផ្សេងទៀតដែលកំពុងតែសម្រាកហើយពួកគេក៏នាំគ្នារត់គេចខ្លួននៅពេលនោះអូវ៉ាហ្គីនបានវាយទម្លាក់អគារពីបន្ទប់មួយទៅបន្ទប់មួយដើម្បីស្វែងរកកូរ៉ាពីកាប៉ុន្តែគាត់រកអត់ឃើញទេដោយសារតែកូរ៉ាពីកាបានទៅជួបជាមួយនឹង Hisoka បាត់ហើយនៅពេលដែលក្រុមរបស់គាត់បបួលគាត់ត្រឡប់ទៅវិញអូវ៉ាហ្គីនបាននិយាយទាំងខឹងថាចាំគាត់ចាត់ការកូរ៉ាពីកាហើយសិនកាត់ទៅមើលក្រុមរបស់កូរ៉ាពីកាវិញនៅពេលនេះពួកគេបានទៅរាយការណ៍ប្រាប់នីអនពីរឿងរ៉ាវទាំងអស់ដែលបានកើតឡើងតាមពិតទៅនីអនមិនមែនជាមេធំរបស់ពួកគេទេមេធំរបស់ពួកគេគឺជាប៉ារបស់នាងហើយដោយសារតែប្រធានអង្គរៈឈ្មោះដាសូលីនបានស្លាប់បាត់ហើយពួកគេត្រូវការរើសប្រធានថ្មីដែលពួកគេបោះឆ្នោតជ្រើសតាំងនៅពេលនោះគ្មាននរណាផ្សេងទេក្រៅពីកូរ៉ាពីកាសម្រាប់កូរ៉ាពីកាវាគឺជាឱកាសល្អណាស់ព្រោះបាននៅជិតជាមួយនឹងមេធំក្រុម Mafia អញ្ចឹងវាជួយដល់ការងាររបស់គាត់ច្រើនកាត់ទៅមើលអូវ៉ាហ្គីនវិញនៅពេលនេះគាត់បានពឹងគ្នារបស់គាត់ម្នាក់ឈ្មោះ Solnax ជួយឆៃរកមើលព័ត៌មានដែលអាចជួយឲ្យគាត់អាចរកឃើញកូរ៉ាពីកាហើយនៅពេលដែលដឹងថាកូរ៉ាពីកាជាអង្គរៈធ្វើការឲ្យគ្រួសាររបស់នីអនអញ្ចឹង Solnax អាចសេចដឹងថាពេលនេះកូរ៉ាពីកានៅអូលតែមួយណាកាត់ទៅមើលក្រុមរបស់
របស់កូនវិញនៅពេលនេះពួកគេកំពុងតែព្យាយាមរកលុយឲ្យបាន 8,900 លានដើម្បីយកទៅទិញហ្គេម Grid Island កន្លងមកលុយដែលពួកគេរកបានពីហ្គេមកាច់ដៃសរុបទៅបានតែជាង 8 លានប៉ុណ្ណោះនៅខ្វះច្រើនទៀតបន្ទាប់មកពួកគេបានចេញទៅលេងហ្គេមកាច់ដៃដើម្បីរកលុយបន្តទៀតតែថ្ងៃនោះមានក្រុមបងធំពីរនាក់បានទៅជួបពួកគេហើយបបួលពួកគេទៅប្រកួតនៅកន្លែងផ្សេងដែលអាចរកលុយបានច្រើនជាងនឹងកន្លែងដែលពួកគេទៅនៅពេលនោះគឺកន្លែងប្រកួតរបស់ពួកសង្គមងងឹតប៉ុន្តែគាត់មិនទាន់បានចូលរួមប្រកួតផងស្រាប់តែអ្នករៀបចំកម្មវិធីដែលជាក្រុម Mafia បានប្រកាសថាការប្រកួតនៅកន្លែងហ្នឹងឥឡូវចាប់ហើយដោយសារតែពួកគេមានហ្គេមថ្មីគឺអ្នកណាក៏ដោយដែលអាចចាប់សមាជិករបស់ក្រុម Phantom Troop បានគេនឹងឲ្យរង្វាន់ចំនួន 2,000 លានក្នុងម្នាក់ពេលឃើញលុយច្រើនចឹងក្រុមរបស់គាត់ក៏ចាប់អារម្មណ៍ហើយចូលឈ្មោះលេងជាមួយគេផងដែរបន្ទាប់មកគាត់បានទៅកាន់កូរ៉ាពីកាដើម្បីហៅកូរ៉ាពីកាចូលរួមជាមួយប៉ុន្តែកូរ៉ាពីកាបានលើកទូរស័ព្ទទេដោយសារតែគាត់ជាប់ប្រឈមមុខជាមួយនឹង Overkin ហើយនៅពេលនោះកូរ៉ាពីកាបានបបួល Overkin ទៅប្រយុទ្ធគ្នានៅកន្លែងផ្សេងដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកដទៃយើងនឹងបានឃើញការប្រយុទ្ធគ្នារវាងពួកគេនៅវីដេអូក្រោយសម្រាប់ពេលនេះខ្ញុំសូមចាប់ត្រឹមប៉ុណ្ណេះសិនបាទអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយចុច like និង comment ម្នាក់មួយហើយបើមិនទាន់បានចុច subscribe channel របស់ខ្ញុំទេកុំភ្លេចជួយចុចម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីៗទស្សនាបន្តទៀតបើចុចរួចហើយជូនពរអ្នកទាំងអស់គ្នាសុខភាពល្អនិងអនាគតបវររុងរឿងបាយបាយ